Hello សួស្តីអ្នកទាំងអស់គ្នាវត្តខាងមកកាន់ការនិទានរឿងថ្មីរបស់ខ្ញុំជាដេញថ្ងៃនេះខ្ញុំមកនិទានរឿងថ្មីបែរជាអត់យូរទេរឿងផ្កាអមចន្ទ្រាតែនិពន្ធដោយខ្ញុំផ្ទាល់ខ្ញុំមុននឹងចូលទៅដល់រឿងខ្ញុំចង់ចាំអ្នកនរថារឿងនេះក៏ជារឿងរបៀបដូចជាបន្លំលោកដែលខ្ញុំអានឲ្យអ្នកទាំងអស់គ្នាស្ដាប់ចឹងណាយប់ស្ងាត់ឆឹងផ្ទៃមេឃដែលធ្លាប់តែមានព្រះច័ន្ទរះបំភ្លឺនាពេលរាត្រីក្របាត់ស្រមោលដូរជំនួសដោយពពកខ្មៅផ្ទៃមេឃអាប់អួរជំនួសមកវិញក្រោមដំណក់ទឹកភ្លៀងធ្លាក់ឮសូរច្រោកដូចជាតន្ត្រីកំដរនាយមាននុកយើងកំពុងជាត្រាតាមផ្លូវម្នាក់ឯងភ្លៀងបន្តធ្លាក់យឺតលើល្វែងផ្លូវដែលស្ងាត់ច័ន្ទមនោបណ្ដាកង់លើផ្លូវកាត់មេឃភ្លៀងទៅទឹកខ្លួនជោគទោះបីជាដំណក់ទឹកភ្លៀងមានក្របតូចល្អិតតែព្រោះផ្លូវវែងឆ្ងាយអាវសស្ដើងក៏ត្រូវជោគអស់បង្ហាញមាននុកដល់សង្ហាមាំមួនផ្លូវកាន់តែឆ្ងាយដំណើររបស់មានក៏ដល់ផ្លូវបាត់ឆ្វេងដែលជាភូមិតូចមួយឆ្នាំ1943ជាសម័យក្នុងអាណានិគមបារាំងផ្លូវចូលក្នុងភូមិក៏តូចនេះកំឡោះបណ្ដាកង់តាមផ្លូវរហូតដល់ភូមិគ្រឹះរបស់លោកវិសុទ្ធភិវង្សហើយក៏ឈរចាំនៅមុខខ្លោងទ្វារចាំឲ្យមានអ្នកបើកទ្វារឲ្យអ៊ំសានបានមកបើកទ្វារឲ្យនាយកំឡោះចូលទៅក្នុងភូមិគ្រឹះមកក្មួយអ៊ំជួយកាន់បាទអរគុណហើយអ៊ំភឹមជាអ្នកដែលនៅជាមួយលោកភិវង្សគ្រាន់តែឃើញមโนទៅទឹកខ្លួនចូលគាត់ក៏រហ័សទៅទទួលដោយគួសមអ្នកប្រុសខ្ញុំចាំផ្លូវយូរហើយស្មានតែមិនមកបាទអ៊ំស្រីមេឃភ្លៀងតាមផ្លូវមករហូតទៅបាទជាខ្ញុំនៅយូររងាស្លាប់ហើយមកចាំអ៊ំជួយកាន់មិនអីទេអ៊ំតើលោកអ៊ំភិវង្សគាត់សម្រានហើយឬនៅនាយកំឡោះនិយាយដោយសម្លឹងរកមើលម្ចាស់ផ្ទះចាអ៊ំទៅជម្រាបលោកលួងនិងអ្នកនាងឲ្យអ្នកប្រុសអញ្ជើញទៅផ្លាស់សម្លៀកបំពាក់នៅបន្ទប់សិនទៅបាទមិននិយាយតបច្រើនមាននុកក៏ទៅបន្ទប់ដែលអ៊ំភឹមរៀបចំឲ្យយប់ស្ងាត់មេឃភ្លៀងខ្យល់បក់ល្វិចល្មមប្រហើយត្រជាក់ស្រួលមាននុកប្រលេះលេវអាវម្ដងមួយត្រជាក់ទៀងស្ដាប់សំឡេងក្រែងមានអ្នកមកហៅសំឡេងជើងមនុស្សដើរឮសូរតែក្រិកស្រាលធ្វើឲ្យមាននុកងាកទៅប្រសពចំប្រភពសំឡេងចោចូលផ្ទះម៉ានវីភ្ញាក់ស្រែកមួយទំហឹងលាន់លើពេញផ្ទះតែម្ដងត្រូវមាននុកខ្ទប់មាត់ជាប់មិនឲ្យស្រែកធ្វើឲ្យម៉ានវីកាន់តែភ័យញ័រខ្លួនដូចជាកូនសត្វធ្លាក់ទឹកប្រឹងរើបំរាស់មានរឿងអ្វីអ្នកនាងអ៊ំភឹមរត់មកស្រែកទាំងស្លន់អ្នកប្រុសអ្នកនាងគ្រាន់តែលើពាក្យនេះចេញពីមាត់អ៊ំភឹមច័ន្ទមโนក៏ប្រឡែងម៉ានវីវិញចេញពីរង្វង់ដៃហើយរៀបចំខ្លួនចេញទៅជួបលោកលួងភិវង្សប៉ាគេជាអ្នកណានាងសួរទាំងមិនទាន់បាត់ភ័យខ្លាចនៅឡើយចំណែកមាននៅវិញសម្ដែងការគួរសមដែលលើកដៃសំពះជំរាបសួរទៅលោកលួងជំរាបសួរអ៊ំប្រុសល្អហើយក្មួយអមរានេះមโนក្មួយប៉ាគេជាកូនរបស់មិត្តប៉ាចាកូនសុំទៅបន្ទប់វិញហើយទៅណាជំរាបសួរបងសិនទៅកូនម៉ានវីនាងត្រឹងនៅមួយកន្លែងរៀងហួសចិត្តបន្តិចនាងកំពុងតែមានចិត្តនឹងគេផងមកឲ្យជំរាបសួរស្អីចាជំរាបសួរបាទអ្នកនាងជំរាបសួរឈ្មោះអមរាបាទបានហើយយប់ណាស់ហើយកូនទៅបន្ទប់សម្រាប់វិញចោះចាំស្អែកចាំនិយាយគ្នាតទៀតកូនឡើងទៅយកខោអាវមួយសម្រាប់ទៀតមកឲ្យបងទៅចានិយាយចប់ម៉ានវីឡើងទៅជន់លើបាត់មាននុបក៏ទៅបន្ទប់វិញរងចាំគេយកខោអាវឲ្យនៅបន្ទប់ស្អែកឡើងពេលព្រឹកអ្នកទាំង3កំពុងស្រស់ស្រូបអាហារពេលព្រឹកមានបបរសនិងត្រីងៀតឆាយពៅផងដែលជាទម្លាប់សម្រាប់គ្រួសារលោកលួងក៏ឆ្លៀតពេលសួរទៅមាននុបយើងនិយាយពីរឿងការងាររបស់គេយ៉ាងម៉េចដែរមโนយប់មិញគេងលក់ស្រួលទេមិនអីទេអ៊ំប្រុសផ្លែកន្លែងបន្តិច2ថ្ងៃទៀតស្រាំហើយចុះរឿងការងារម៉ានវីនាងគ្រាន់តែលើថាការងារនាងសម្លឹងមើលទៅមុខលោកឪពុកដែលហៅថាម៉ោងបាយកុំនិយាយរឿងការងារវាមិនសមទេណាមួយទំនៀមទម្លាប់ខ្មែរម៉ោងពិសាបាយមិនឲ្យជជែកគ្នាឡើយលោកឪពុកទំនងជាដឹងចិត្តកូនស្រីព្រោះនាងជាមនុស្សប្រកាន់ច្រើនដូច្នេះដោយប្តីនាងអញ្ចឹងទៅគាត់បដូរស្ថានភាពមិនប្រញាប់ទេក្មួយដើរលេងសិនចុះមានកង្វះខាតអីបើអ៊ំមិនបាននៅប្រាប់អមរាបានបាទល្ងាចនេះក្មួយសុំទៅដើរលេងនៅក្នុងភូមិ
បន្តិចណាស់តែបែកគ្នាជាមួយមិត្តយូរហើយរលឹកគ្នាមិនតិចឡើយទៅចោះមិនអីទេនឹងងាកឡើងម៉ូណូបញ្ជិះកង់ចេញទៅក្រៅតាមដងផ្លូវឆ្ពោះទៅកាន់វាលស្រែមួយនៅក្រៅភូមិតាមផ្លូវរទេះក្រៅភូមិមកដល់ខ្ទមអ្នកតាមួយដែលគេចុះពីលើកង់ហើយបណ្ដាកង់ទៅក្រោមដើមព្រៃមីដាដែលដោះជាម្លប់សម្រាប់អ្នកដំណើរឆ្លងកាត់ក៏ដូចជាកសិករឡើងពីស្រែធ្វើស្រែហត់វីរៈគ្រាន់តែឃើញម៉ូណូមកដល់គេស្ទុះទៅអោបហើយតែបែកគ្នាចង់20ឆ្នាំទៅហើយឯងសុខសប្បាយទេទៅបាត់ដំបងយ៉ាងម៉េចដែរបានហើយយើងថប់ដង្ហើមស្លាប់ហើយគ្នានឹកឯងពេកគ្នានៅទីនោះមិនអីទេពុកគ្នាមើលថែគ្នាបានយ៉ាងល្អចុះឯងអត់មានកើតអីទេពីមុនយ៉ាងម៉េចពេលនេះនៅតែបែបនឹងដដែលតោះទៅលេងក្នុងភូមិវិញថ្ងៃនេះមានបនភូមិតោះទៅយើងខានដែរលេងក្នុងភូមិយូរហើយសំណាងយើងហើយមកចំខែគេច្រូតកាត់រួចត្រូវហើយអ្នកភូមិទៅតែប្រមូលផលស្រូវថើយទេកំឡោះទាំងពីរបណ្ដាគ្នាទៅមើលគេលេងចាក់ខួងលេងអ៊ូក្នុងភូមិនិងទៅរកមើលរំលែងតិចតួចជូនលោកលូងផងកុំឲ្យថាខ្លួនអត់ចិត្តម៉ូណូបានទិញនំគោ4-10យប់បន្តិចគេក៏លាវីរៈចេញពីភូមិទៅហ៊ីវលើមកវិញទោះបីជាភូមិគ្រឹះលោកលួងនៅជិតភូមិនេះប៉ុន្តែគេមិនហ៊ានដើរហើរយូរឡើយព្រោះខ្លួនស្នាក់នៅនឹងផ្ទះគេមកដល់ផ្ទះវិញគេហុចនំមួយថងឲ្យតអ៊ំផឹមនិងយកខ្លួនຕົកខ្លួនឯងខ្លះម៉ូណូក៏ដើរទៅលេងក្រោយផ្ទះគេចង់ទៅមើលលោកខែនៅក្នុងសួនសិនតែចៃដន្យនិងម៉ាណវីមិនទាន់គេងក៏បានគ្នាតែម្ដងចាក់អេខុនអ៊ុយលេងស្អីទាំងកណ្ដាលយប់ណាំងថ្លង់គេឯងគ្មានមនុស្សទេគ្មានអ្នកណាហ៊ានថាឲ្យខុនទេហៅឈ្មោះខ្ញុំបានហើយខ្ញុំមិនទម្លាប់ឲ្យហៅខុនហូបទៅខ្ញុំផ្ញើហាមាត់ទៅខោបកឲ្យហើយមនុស្សគេដឹងថានាងមិនចូលចិត្តតែចូលចិត្តញ៉ាស់គេទៅបង្ខំឲ្យនាងហូបនំគេខ្ញុំមិនហូបទេហូបខ្លួនឯងទៅអសទ្ធាខ្ញុំអស់ហើយហាមាត់ទៅទីបញ្ចប់នាងក៏ព្រមហូបរបស់គេឲ្យដល់ដែរឲ្យខ្ញុំមកខ្ញុំកាន់ខ្លួនឯងបានមនុស្សលួចញញឹមពេលឃើញនាងញញក់បែបនេះយប់ស្ងាត់បែបនេះមិនដេចចេញក្រៅមកនៅតែម្នាក់ឯងខ្ញុំមានតែឯងត្រាប់ហើយឲ្យខ្ញុំហៅអ៊ំផឹមមកទីនេះជាមួយមែនទេហើយនេះទីនេះក៏ជាផ្ទះខ្ញុំមិនមែនបែបហ្នឹងទេខ្ញុំចង់សួរខុនថាលោកអ៊ំទៅណាហើយមនុស្សរៀងអស់សំណោចនឹងចរិតប៉ិនងរបស់នារីបន្តិចដែរបាននិយាយពីលោកប៉ាមិនសួរឲ្យច្បាស់មកគាត់មានការទៅក្រៅយប់ជ្រៅបានមកវិញអម្ដាបំរុងនឹងងើបចេញចូលផ្ទះព្រោះយប់ទៅហើយណាមួយនឹងប្រកាន់ខ្លួនជាស្ត្រីខ្មែរយ៉ាងណាមិនគួរនៅជាមួយបរិយាតែ2នាក់ក៏ដែរយប់ឡើយខុនទៅណាយប់ហើយខ្ញុំចង់ទៅសម្រាប់កុំហៅខ្ញុំខុសបែបនេះទៀតហើយត្រឹមឈ្មោះខ្ញុំទៅបានហើយខ្ញុំមិនទម្លាប់ទេហៅខុនដដែលនឹងហើយអមរាមិនតបនឹងអមរាក៏ចេញទៅបាត់ទុកឲ្យនាយកំឡោះនៅម្នាក់ឯងទៅព្រោះអីពូកែសួរធ្វើមិនដឹងពេកនាយកំឡោះក៏អង្គុយកគុណព្រះច័ន្ទបន្តអារម្មណ៍រសាត់ទៅដល់ស្នាមអនុស្សាវរីយ៍កាលវ័យកុមារដែលគេធ្លាប់រស់នៅភូមិចិត្តនេះយូរម្ដងនាយដកដង្ហើមធំហាក់ចង់បញ្ជាក់ថារឿងណាគិតហើយមិនបានអ្វីត្រឡប់មកវិញកុំគិតល្អជាងព្រឹកឡើងនាយងើបលឿនជាងរាល់ដងព្រោះនិយាយគ្នាជាមួយលោកលួងរួចហើយថានឹងចេញដំណើរទៅមើលស្ថានភាពខ្សែស្រូវរបស់អ្នកភូមិហើយកំណត់គោលការណ៍ក្នុងការទិញចូលនាំចេញនឹងត្រូវធ្វើទីផ្សារយ៉ាងណាតាមតម្រូវការរបស់អ្នកភូមិយកទៅប្រើប្រាស់តុកបាយអមរាកូនថ្ងៃនេះប៉ាមានការទៅក្រៅជាបន្ទាន់ជាមួយនឹងលោកចវាយស្រុកកូនទៅជាមួយបងកុំឲ្យខកខានលោកលួងគាត់មិនចង់ចំណាយពេលវេលាច្រើនទេហេតុតែចិត្តដល់រដូវច្រូតកាត់ទៅហើយចាស់កូនទៅជំនួសលោកប៉ាបន្ទាប់ពីអាហារពេលព្រឹកហើយអ៊ំសានបញ្ឆេះឡានចាំនៅខាងមុខផ្ទះអមរានាងក៏ប្រញាប់តែងខ្លួនឲ្យរួចរាល់ដែរនាងស្លៀកពាក់សម្លុយពណ៌ឈាមជ្រូកក្រមៅជាមួយនឹងអាវកស្រួយដៃវែងបិទលេវចិត្តឈឹងបួងសក់ឡើងទៅលើផុតកជាមួយនឹងដំណើរឆ្លប់ឆ្លួនរបស់នាងសំសួនជាកូនដែលថ្លៃថ្នូររហ័សរឿងសាច់ការនិងកិច្ចការនានានេះមាននប់យើងសម្លឹងមើលគេមិនដាក់ភ្នែកតាំងពីកម្មចលនាផ្ទះរហូតដល់ក្នុងឡានមិនឈប់ទៅម៉ាណវីដែលចិត្តវិចារឡើងសម្លឹងមកខ្ញុំដល់ពេលណាឈប់អត់ទេខ្ញុំចង់និយាយថាមិនបានមើលទេខ្ញុំសម្លឹងមើលទេសភាពឲ្យងាយចាំផ្លូវទៅតែមនុស្សបែរមុខចេញពីម៉ាណវីយ៉ាងលឿនងាកទៅមើលខាងផ្លូវទៀតទេសភាពអងសងខាងផ្លូវទាំងរួមព្រះអាទិត្យរះពីទិសខាងកើតឈានចូលថ្ងៃថ្មីមេឃស្រឡះល្អខ្យល់បាក់រំភើយពីទិសខាងជើងច្រើនខែដែលហើយដែលមនុស្សមករស់នៅក្នុងលំនៅឋាននេះលោកលួង
វិសុទ្ធភិវង្សរដូវវស្សាឆ្លងផុតដល់រដូវប្រាំងខ្យល់បក់ពីទិសខាងជើងរំភើយជារដូវច្រូតកាត់ក៏ត្រូវជារដូវដែលគ្រួសាររោងម៉ាស៊ីនដូចជាលោកលួងភិវង្សដើរប្រមូលរកទិញផលស្រូវទុកដែរចំនួននោះប្រជាកសិករចាយលុយប្រាក់រៀលស្រូវមួយបាវលក់បានប្រហែល750រៀលតែប៉ុណ្ណោះតាមផ្លូវវាលស្រែឈ្ងុយក្លិនដីក្លិនផ្កាមអមក្លិនស្រូវក្លិនចម្បាំងសុខគ្រប់ធ្វើឲ្យម៉ាណាវីនឹកគ្រាកាលវ័យកុមារនឹកដល់ម្ដាយដែលលាចាកលោកទៅហើយមកដល់ពេលនេះគេសឹងតែពេចនឹកអ្នកម្ដាយដែលមានឈ្មោះថាជាម្ដាយទៅហើយបន្ទាប់ពីជិះឆ្វែមកដល់រោងម៉ាស៊ីនកិនស្រូវហើយមាននឹកក៏ចុះពិនិត្យមើលសពគ្រប់មុខក្រោយបានបញ្ជាឲ្យគេធ្វើបាយស្រូវបាអង្ករថែមមួយខ្នាតទៀតយកខ្នាតតូចជាងនេះ5គីឡូនិង10គីឡូមកបងបន្ទាប់ពីបានមើលរបស់របរខ្លះដែលចាប់បាច់នឹងកន្លែងទុកដាក់ស្រូវអង្ករដែលត្រូវទិញចូលនិងនាំចេញហើយនឹងងាយក៏ពួកគេវិលត្រឡប់មកចូលភូមិមកគ្រឹះវិញ